សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់មេរៀនភាសាចិនអញ្ចឹងថ្ងៃនេះយើងបន្តមេរៀនរបស់យើងទៀតគឺរៀនអំពីថ្ងៃខែអូខេអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងទៅសិក្សាទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងនឹងសិក្សាអំពីមេរៀនថ្ងៃខែរបស់យើងអញ្ចឹងការបដិឆេទឬក៏ថ្ងៃខែហ្នឹងនៅក្នុងភាសាចិនយើងអានថារឺឈីរឺឈីអញ្ចឹងភាសាបច្ចេកទេសយើងអានថាការបដិឆេទប៉ុន្តែយើងនិយាយសាមញ្ញថាថ្ងៃខែអញ្ចឹងទៅថ្ងៃនេះថ្ងៃស្អែកម្សិលមិញអញ្ចឹងក្នុងភាសាចិនយើងរៀនតាមលំដាប់លំដោយអញ្ចឹងដំបូងនេះគឺយើងបើឃើញដំបូងមកគឺពាក្យថារៀងរាល់ថ្ងៃជាភាសាចិនយើងប្រើបានពីរពាក្យគឺមីធានមីធាននិងពាក្យធានអញ្ចឹងពីរពាក្យនេះបកប្រែជាភាសាខ្មែរយើងប្រែថារៀងរាល់ថ្ងៃដូចគ្នាមានន័យថាសកម្មភាពជាប់គ្នាពីរដងគឺរៀងរាល់ថ្ងៃដែលយើងធ្វើអញ្ចឹងមីធានមីធាននិងធាននេះគឺប្រែថារាល់ថ្ងៃដូចគ្នាក៏ប៉ុន្តែយើងមានន័យខុសគ្នាបន្តិចមានន័យថាធាននេះគឺយើងមីធាននេះគឺយើងប្រើជាទូទៅគេប្រើសម្រាប់ឯកសារផ្លូវការឬក៏ភាសាផ្សេងឯកសារគេប្រើពាក្យថាមីធានសម្រាប់ឯធាននេះយើងប្រើប្រាស់ភាសានិយាយប្រចាំថ្ងៃក៏ប៉ុន្តែអត់ខុសទេអាចប្រើបានទាំងពីរអញ្ចឹងកាន់តែលម្អិតយើងបន្តទៅមុខទៀតអញ្ចឹងមានឧទាហរណ៍នៅហើយស្រាប់ចំពោះមីធានរៀងរាល់ថ្ងៃនេះយើងមានឧទាហរណ៍មួយអញ្ចឹងមីធាននេះប្រែថាជារៀងរាល់ថ្ងៃក៏ប៉ុន្តែជាទូទៅគេប្រើទៅលើឯកសារឬក៏ភាសាសរសេរនិយាយស្រួលយល់អញ្ចឹងឧទាហរណ៍ថា我每天学习韩语អូខេ我每天学习韩语អញ្ចឹងមានថាខ្ញុំរៀនភាសាចិនរៀងរាល់ថ្ងៃអញ្ចឹងពាក្យថា我ប្រែថាខ្ញុំ学习学习ប្រែថាសិក្សារៀនសូត្រឬក៏ពាក្យសាមញ្ញយើងនិយាយថារៀនភាសាសាមញ្ញណាប៉ុន្តែភាសាសរសេរយើងសរសេរថាសិក្សារៀនសូត្រអញ្ចឹងទៅហាន语នេះគឺមាត់មូលហាន语និងចុងវិននេះគឺប្រែថាភាសាចិនដូចគ្នាអញ្ចឹងពាក្យពីរនេះប្រែថាភាសាចិនដូចគ្នាហើយហាន语នេះគឺភាសាគេប្រើទៅលើការសរសេរចុងវិននេះយើងភាសាអ្នកដែលរៀនចិនគាត់ស្បស្ដាប់ហើយជាចុងវិនគឺរៀនភាសាចិនហាន语នេះភាសាគេប្រើសម្រាប់ការសរសេរក៏ប៉ុន្តែពីរពាក្យនេះគឺប្រែថាភាសាចិនដូចគ្នាប្រើបានដូចគ្នាអត់ខុសទេអញ្ចឹងសម្រាប់ឧទាហរណ៍បន្ទាប់មិញគឺមីធាននេះសូមថតបន្តិចប្រយោគមីធានអញ្ចឹងពាក្យដែលយើងរៀនរាយមិញគឺ我学习韩语ឬក៏中文អូខេអញ្ចឹងពាក្យរបស់យើងក៏បង្កើតបានជាប្រយោគគឺ我每天学习韩语ឬក៏学习中文បើខ្ញុំរៀនភាសាចិនជារៀងរាល់ថ្ងៃซึ่งអាចសាកល្បងហាត់និយាយបានដើម្បីយើងមានទម្លាប់ក្នុងការនិយាយភាសាចិនអូខេអញ្ចឹងបន្ទាប់គឺឧទាហរណ៍លើកពាក្យធានមកបញ្ចូលម្ដងអញ្ចឹងធាននេះប្រែថាជារៀងរាល់ថ្ងៃដូចគ្នាក៏ប៉ុន្តែជាទូទៅយើងប្រើសម្រាប់ការនិយាយប្រចាំថ្ងៃសាមញ្ញចឹងទៅឧទាហរណ៍ថា我天天去上班អូខេ我天天去上班មានថាខ្ញុំទៅធ្វើការជារៀងរាល់ថ្ងៃអញ្ចឹង我នេះគឺខ្ញុំដដែលខ្ញុំឈឺនេះគឺទៅគឺមាត់មូល我ខ្ញុំឈឺគឺទៅ上班ទៅធ្វើការអញ្ចឹង上班នេះ 拼音 គឺ h ដូចខ្ញុំធ្លាប់ប្រាប់កន្លងមកអញ្ចឹង 拼音 ដែលមាន h នៅកណ្ដាលគឺយើងអានសង្កត់មិញគឺ上班គេអញ្ចឹងយើងបានជាប្រយោគមួយគឺ我天天去上班我天天去上班គេអញ្ចឹងប្រែថាខ្ញុំទៅធ្វើការជារៀងរាល់ថ្ងៃឬក៏ខ្ញុំធ្វើការរៀងរាល់ថ្ងៃអូខេអញ្ចឹងពាក្យបន្ទាប់គឺ是អញ្ចឹងមួយទៀតក្នុងភាសាចិន是នេះប្រែថាបាទឬក៏ចាស់មួយទៀតប្រែបានថាគឺជាអញ្ចឹង是នេះប្រើបានសម្រាប់ចំពោះមនុស្សប្រុសឬក៏មនុស្សស្រីដែលយើងឆ្លើយសម្រាប់ការហៅអូខេគឺហៅខ្ញុំអញ្ចឹងយើងឆ្លើយថា是ស្រីក៏ប្រើបានប្រុសក៏ប្រើបានហើយបកមួយទៀតគឺប្រែថាគឺជាហើយយើងប្រតិឆ្ងល់ថាចុះ3ពាក្យនេះយើងប្រើនៅពេលណាគឺយើងប្រើនៅពេលដែលប្រយោគដែលគេសួរមកយើងឆ្លើយទៅតាមប្រធានបទហ្នឹងឧទាហរណ៍ថាគេសួរពាក្យ今天គឺប្រែថាថ្ងៃនេះកន្លែងនេះគឺជីនណាពីអ្នកខ្លះយើងគាត់និយាយខុសសំឡេងគាត់អាចទៅជាជីងគឺ ng វិញគឺជា in ណានេះគឺ in
in គឺ in អញ្ចឹងគឺអានថា 今天 មិនមែន 今天 ទេ គឺអក្សរ n គឺដូចជា no អញ្ចឹងមិនមែនអក្សរ ngô ទេអញ្ចឹងយើងអានថា 今天 今天 ប្រែថាថ្ងៃនេះឧទាហរណ៍今天是星期几今天是星期几អញ្ចឹងអា是នេះបកប្រែថាគឺជាហ្នឹងឯងព្រោះយើងសរសេរឡើងនេះជាថែមគឺក៏បានដាក់ជាចេះក៏បានដែរអញ្ចឹងសំណួរនេះសួរថាតើថ្ងៃនេះជាថ្ងៃអ្វីអញ្ចឹងយើងអាចឆ្លើយយើងបញ្ជាក់មួយទៀតការឆ្លើយសំណួរគឺយើងឆ្លើយទៅមើលប្រធានរបស់គេសួរពីអីគេសួរពី今天អញ្ចឹងយើងឆ្លើយថា今天ក្បាលប្រយោគដូចគ្នាអញ្ចឹងគេសួរថា今天是星期几មានន័យថាគេសួរថាថ្ងៃហ្នឹងជាថ្ងៃអ្វីអញ្ចឹងយើងអាចឆ្លើយបានថា今天是星期一អូខេ今天是星期一មានន័យថាថ្ងៃនេះគឺជាថ្ងៃច័ន្ទអញ្ចឹងសម្រាប់ថ្ងៃច័ន្ទជាពុទ្ធពហុដល់ថ្ងៃអាទិត្យមេរៀនលើកមុនយើងបានបង្រៀនហើយសូមបងប្អូនអត់ទាន់ទេអាចទៅមើលមេរៀនពាក់មុនបានអញ្ចឹងកន្លែងនេះគឺអានម្ដងទៀតគឺ今天是星期一មានន័យថាថ្ងៃនេះគឺជាថ្ងៃច័ន្ទបន្ទាប់明天明天សម្លេងទី2明天នេះគឺប្រែថាថ្ងៃស្អែកអញ្ចឹងប្រយោគជាភាសាចិនអត់ពិបាកទេស្រដៀងមិញដែរគឺយើងដូរតែ今天និង明天នេះមកគឺបែរប្រែប្រួលទៅតាមហ្នឹងអញ្ចឹងឧទាហរណ៍明天是星期几អញ្ចឹងថ្ងៃស្អែកគឺជាថ្ងៃអ្វី明天是星期几យើងអាចឆ្លើយមកវិញថា明天是星期二អញ្ចឹងសម្រាប់今天មិញហ្នឹងគឺយើងសួរថ្ងៃនេះគឺជាថ្ងៃអ្វីអញ្ចឹងថ្ងៃនេះគឺថ្ងៃច័ន្ទបើសិនជាយើងឆ្លើយថាថ្ងៃនេះគឺជាថ្ងៃច័ន្ទអញ្ចឹងថ្ងៃស្អែកក៏ជាថ្ងៃអង្គារទៅវិញអញ្ចឹងដល់យើងឆ្លើយថានេះគេសួរថា明天是星期几អញ្ចឹងយើងឆ្លើយថា明天是星期二明天是星期二អញ្ចឹងថ្ងៃស្អែកគឺជាថ្ងៃអង្គារដោយសារប្រយោគខាងដើមមិញហ្នឹងគឺរៀនអំពីថ្ងៃនេះតែថ្ងៃនេះគេឆ្លើយរាប់គេថាថ្ងៃច័ន្ទអញ្ចឹងថ្ងៃស្អែកប្រកាសជាថ្ងៃអង្គារហើយយើងចង់ឆ្លើយប្រយោគជាក់ស្ដែងយ៉ាងម៉េចក៏បានតែបងប្អូនយល់ទៅប្រើប្រាស់ជាក់ស្ដែងនិយាយថ្ងៃណាគឺឆ្លើយថ្ងៃនឹងបានច័ន្ទគេពុទ្ធពហុអីចឹងទៅអូខេអញ្ចឹងសម្រាប់昨天昨天គឺប្រែថាថ្ងៃម្សិលមិញអូខេម្សិលមិញ昨天អញ្ចឹងមានប្រយោគសំណួរមួយគេសួរថា昨天是星期几អញ្ចឹងគេសួរថាម្សិលមិញជាថ្ងៃអ្វី昨天是星期几អូខេអញ្ចឹងយើងឆ្លើយប្រាប់គេថា昨天是星期日昨天是星期日ម្សិលមិញគឺជាថ្ងៃអាទិត្យអញ្ចឹងចំពោះថ្ងៃខែថ្ងៃអាទិត្យឬ星期日និង星期天ប្រែថាថ្ងៃអាទិត្យដូចគ្នាអញ្ចឹងមេរៀនហ្នឹងមានវគ្គមុនហើយបើបងប្អូនចង់តាមដានអាចមើលវគ្គមុនបានអញ្ចឹងបន្ថែមតិចទៀតអញ្ចឹងសម្រាប់ថ្ងៃខែយើងឆ្លើយតាមជាក់ស្ដែងទៅថ្ងៃនេះគឺថ្ងៃច័ន្ទថ្ងៃនេះជាថ្ងៃអង្គារថ្ងៃនេះជាថ្ងៃពុធអានោះយើងអាចសាកល្បងនិយាយខ្លួនឯងបានដោយខ្ញុំដាក់ប្រយោគសំណួរនេះឲ្យមើលឧទាហរណ៍សួរថា昨天是星期几យើងអាចឆ្លើយប្រាប់គេថា昨天是星期一昨天是星期二昨天是星期三អូខេអាចនិយាយបានតាមប្រយោគជាក់ស្ដែងដែលយើងចង់និយាយអាចហ្វឹកហាត់រៀននិយាយខ្លួនឯងបានអូខេអញ្ចឹងបន្ទាប់ទៀតគឺ前天前天前天នេះប្រែថាម្សិលមួយថ្ងៃអញ្ចឹងនៃភាសាខ្មែររបស់យើងម្សិលមួយថ្ងៃមានន័យថារំលងម្សិលមិញទៅក្រោយមួយទៀតអានថាម្សិលមួយថ្ងៃអូខេអញ្ចឹងជាប្រយោគសំណួរយើងអានយើងគេសួរថា前天是星期几អញ្ចឹងម្សិលមួយថ្ងៃហ្នឹងជាថ្ងៃអ្វីអញ្ចឹងយើងឆ្លើយប្រាប់គេថា前天是星期六前天是星期六ប្រែថាម្សិលមិញគឺជាថ្ងៃសៅរ៍អូខេអញ្ចឹងបងប្អូនអាចហ្វឹកហាត់និយាយបានបង្កើតជាសំណួរហើយសួរខ្លួនឯងឆ្លើយខ្លួនឯងបានដើម្បីមានទម្លាប់នៃការនិយាយភាសាចិនកាលណាបើយើងរៀនទី1រៀនអនឡាញផងបើយើងអត់ដាក់សម្ពាធទៅលើខ្លួនឯងទេគឺវាក្រឆាប់បានន័យថាវាមិនងាយនឹងអាចនិយាយបានណាអញ្ចឹងយើងរៀនដាក់សម្ពាធទៅខ្លួនឯងគឺមួយថ្ងៃយើងអាចនិយាយបានតែ2 3ពាក្យក៏បានដែរដើម្បីឲ្យមានទម្លាប់ក្នុងការនិយាយភាសាចិនទៅធ្វើឲ្យយើងឆាប់ប្រើភាសាចិនបានអូខេអញ្ចឹងមេរៀនភាសាចិនយើងថ្ងៃនេះគឺអស់ហើយមានតែប៉ុណ្្នឹងពាក្យទេអញ្ចឹងបងប្អូនគិតថាមេរៀននេះរៀងលឿនអាចថយទៅមើលម្ដងទៀតបានសម្រាប់ភាសាចិនរបស់ខ្ញុំបង្កើតឡើងនេះគឺធ្វើយ៉ាងម៉េច design មកឲ្យងាយមើលងាយយល់ហើយឆាប់ប្រើបានអញ្ចឹងមួយថ្ងៃយើងរៀនតែ10ពាក្យទេមានថ្ងៃខ្លះលើសពី10ពាក្យដោយសារយើងភ្ជាប់ជាមួយនឹងប្រយោគប៉ុន្តែបងប្អូនអាចក៏ប៉ុន្តែមិនច្រើនទេអាចលើស10ពាក្យតិចតួចទេអញ្ចឹងចំពោះមួយថ្ងៃរៀនតែប៉ុណ្ណឹងឲ្យចាំសិនទៅ
ចាំទៅមុខទៀតអញ្ចឹងយើងរៀនមានដំណាក់កាលរបស់យើងគឺរៀនចាប់ពីពាក្យស្រាលរហូតដល់ពាក្យជ្រៅហើយយើងនឹងបង្កើតប្រយោគអូខេអញ្ចឹងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេយើងបន្តមេរៀននៅថ្ងៃស្អែកបន្តទៀតបាទសូមអរគុណ